បងប្អូនថ្ងៃនេះនិយាយពីអ្នកដែលរិះគន់ចូលចិត្តរិះគន់គេបន្តិចអ្នកខ្លះអត់និយាយដល់ខ្ញុំដោយសារខ្ញុំបកទៅវិញអ្នកខ្លះរិះគន់យើងគេរិះគន់បានប៉ុន្តែយើងបកទៅវិញគេអត់និយាយដល់យើងគេថាយើងអាក្រក់ឧទាហរណ៍ការរៀនរបស់ខ្ញុំមួយចាស់នាងខ្ញុំចូលចិត្តរៀនភាសានាងខ្ញុំរៀនក្រេសេភាសាកូរ៉េនាងខ្ញុំចង់ចេះទាំងអានចង់ចេះទាំងសេទោះនាងខ្ញុំមិនចេះច្រើនក៏នាងខ្ញុំអាចនិយាយបានក្នុងលក្ខណៈការងាររបស់ខ្ញុំដែលនាងខ្ញុំមិនបាច់ទៅពឹងពាក់អ្នកណាឬក៏ធ្វើឲ្យយើងឈឺក្បាលជាមួយការងារដែលយើងកំពុងតែតំណែងអត់ទេខ្ញុំអាចនិយាយបានជាមួយនឹងការងាររបស់ខ្ញុំរាល់ថ្ងៃចឹងខ្ញុំអាចនិយាយបានជាមួយនឹងការងាររបស់ខ្ញុំរាល់ថ្ងៃប៉ុន្តែឲ្យប្រើភាសាការទូតទៅនៅទៅក្រៅទៅអីខ្ញុំនិយាយអត់កើតទេខ្ញុំនិយាយបានតែក្នុងការងាររបស់ខ្ញុំភាសាអង់គ្លេសខ្ញុំអាចប្រើប្រាស់បានសមរម្យភាសាអេស្ប៉ាញក៏នេះខ្ញុំអាចប្រើប្រាស់បានតាមលក្ខណៈថាការងារឲ្យតែការងារជនជាតិអីចូលមកនេះខ្ញុំគិតថានេះខ្ញុំអាចដោះស្រាយបានខ្លួនឯងដោយមិនបាច់ពឹងពាក់អ្នកដទៃប៉ុន្តែអ្វីដែលសំខាន់ពេលដែលនេះខ្ញុំអង្គុយរៀនការទៅកំឡុងពេលដែលខ្ញុំអង្គុយរៀនកូរ៉េនេះខ្ញុំអង្គុយរៀនខ្លួនឯងតាមរយៈ YouTube ហើយនិង TikTok មានអ្នករិះគន់សោកចំអកលកលើយខ្ញុំអ្នកខ្លះគេថាខ្ញុំចេះច្រើនប៉ុន្តែនៅធ្វើការគេដដែលអូខេទី1អត់អីម្នាក់ទៀតគេថាគេឃើញយើងនិយាយរៀនភាសាហ្នឹងគេធ្វើមកនិយាយរបៀបញែកញីធ្វើចំអកលកលើយដាក់ខ្ញុំដល់ពេលខ្ញុំប្រើពាក្យថាអូនមុននឹងអូនឯងមើងងាយបងនិយាយលកលើយដាក់បងអូនឯងឲ្យចេះជាងបងបើថាអូនឯងត្រឹមអត់ចេះទេត្រឹមមកនិយាយលកលើយដាក់បងកុំឲ្យសោះចេះជាងបងចាំនិយាយមើងងាយបងចាំលកលើយដាក់បងគេទៅប្រាប់បងប្អូនគេលែងនិយាយដល់ខ្ញុំអូខេអត់ស្ដាយមនុស្សប្រភេទហ្នឹងម្នាក់ទៀតអត់ដែរនឹងរៀនសោះត្រឹមលឺភាសាដែលគេនិយាយតាមគ្នាអញ្ចឹងណាដល់ពេលយើងអ្នករៀនយើងចេះទាំងអានអក្សរទៀតស្រាប់តែយើងនិយាយមួយភ្ញៀវគេថាអូពាក្យហ្នឹងមិនមែនអញ្ចឹងទេនិយាយភាសាកូរ៉េគេស្ដាប់បាននាងខ្ញុំចង់និយាយថានាងខ្ញុំចេះអានទាំងអក្សរទៀតប៉ុន្តែអ្នកអត់ដែររៀនសោះមករិះគន់ខ្ញុំជួនកាលស្ដាប់កូរ៉េនឹងនិយាយអត់បានផងកូរ៉េនឹងនិយាយមកតមួយយើងវិញអ្នកនោះស្ដាប់កូរ៉េនឹងមិនបានផងគេថាកូរ៉េឆ្លើយមួយយើងថាគេអត់ដឹងថាយើងនិយាយភាសាអីវាចឹងទៅទៀតណាចឹងមកថាអ្នករិះគន់គេភាគច្រើនគឺអត់បានមកចំណិតគេទេប៉ុន្តែចូលចិត្តរិះគន់គេហើយមនុស្សបែបហ្នឹងបើសិនជារិះគន់ខ្ញុំមុខអ្នកណាគឺខ្ញុំដាក់វិញមុខអ្នកហ្នឹងមកនេះខ្ញុំមិនចង់អួតខ្លួនទេប៉ុន្តែមនុស្សនាងខ្ញុំអត់ចូលចិត្តរិះគន់គេប៉ុន្តែនាងខ្ញុំប៉ុណ្្នឹងនៅតែមានអ្នករិះគន់ហើយជាពិសេសនឹងការអ្នករិះគន់ខ្ញុំក្នុងការពាក់ព័ន្ធនឹងការរៀនសូត្រខ្ញុំចេះអានទាំងអក្សរទៀតប៉ុន្តែខ្ញុំអត់ដែរទៅរិះគន់អ្នកណាប៉ុន្តែអ្នកខ្លះអត់ដែររៀនផងធ្វើលឺគេនិយាយទេដល់ពេលយើងនិយាយមួយភ្ញៀវគេថាយើងនិយាយខុសដល់ពេលនាងខ្ញុំរៀនភាសាអេស្ប៉ាញទៀតគេថាមកពីយើងមានសង្សារជនជាតិអេស្ប៉ាញបានយើងរៀនភាសាអេស្ប៉ាញហើយចុះមនុស្សខ្ញុំបែងចែកខ្លួនជាប្រមាណបើអង់គ្លេសក៏ខ្ញុំរៀនណាចិនក៏ខ្ញុំរៀនកូរ៉េក៏ខ្ញុំរៀនអេស្ប៉ាញក៏ខ្ញុំរៀនហើយអញ្ចឹងរាល់ថ្ងៃខ្ញុំមានសង្សារប្រមាណអ្នកបានចេះអញ្ចឹងអត់ទេខ្ញុំចង់បញ្ជាក់ថាខ្ញុំមានស្គាល់អ្នកស្រុកក្រៅឬក៏មិនស្គាល់អ្នកស្រុកក្រៅក៏ដោយប៉ុន្តែមនុស្សខ្ញុំចូលចិត្តរៀនខ្ញុំមិនចូលចិត្តទៅនិយាយដើមអ្នកណាខ្ញុំមិនចូលចិត្តរិះគន់អ្នកណាខ្ញុំយកពេលតនេខ្ញុំយកមករៀនថ្ងៃណាខ្ញុំស្រួលខ្លួនខ្ញុំរៀនថ្ងៃណាខ្ញុំមិនស្រួលខ្លួនខ្ញុំដេកតែប៉ុណ្ណាប៉ុន្តែខ្ញុំរិះគន់ណាទទួលបានការរិះគន់តែមនុស្សដែលអន់ជាងខ្ញុំហើយមករិះគន់ខ្ញុំនេះខ្ញុំអត់យល់មនុស្សមួយចំនួនហេតុឲ្យបានអញ្ចឹងប៉ុន្តែនេះខ្ញុំចង់និយាយថានេះខ្ញុំអត់សូវខ្វល់ទេជាមួយអ្នករិះគន់ខ្ញុំព្រោះខ្ញុំដឹងថាអ្នកដែលរិះគន់ខ្ញុំអ្នកណាដែលរិះគន់ខ្ញុំហ្នឹងគឺអ្នកហ្នឹងអត់ល្អជាងខ្ញុំទេម្នាក់ដែលគេចេះជាងខ្ញុំហ្មងគេល្អជាងខ្ញុំគេអត់ទៅដើររិះគន់អ្នកដទៃទេគឺគេមានតែប្រាប់យើងពេលដែលយើងនិយាយខុសពេលដែលយើងរៀនទៅយើងអត់យល់គេមានតែប្រាប់យើងប៉ុន្តែខ្ញុំអត់ទទួលបានមនុស្សបែបហ្នឹងស្គាល់ដែលខ្ញុំស្គាល់ទេខ្ញុំទទួលបានតែមនុស្សដែលរិះគន់យើងទាំងដែលគេអត់ចេះសោះធ្វើលឺអ្នកផ្សេងនិយាយធ្វើលឺក្នុងរឿងគេនិយាយចម្រៀងគេនិយាយគេយកមករិះគន់យើងវាចេះទៀតហើយអ្នកដែលរិះគន់មួយទៀតអ្នករិះគន់ហើយឌឺដងផ្លែផ្កាហើយមានអ្នកផ្សេងមួយទៀតផ្ដាំតាមរយៈដែលអ្នកយើងស្គាល់រិះគន់យើងពីមុខអ្នកដែលយើងស្គាល់ចិត្តស្និទ្ធដើម្បីឲ្យម្នាក់ហ្នឹងយកមកប្រាប់យើងមនុស្សយើងវាមានច្រើនប្រភេទអញ្ចឹងហើយអ្នកខ្លះរិះគន់យើងរិះគន់ខ្ញុំទាំងតែខ្លួនឯងកំពុងតែមានតំណែងស្នេហាលូតលាក់ជាមួយប្តីគេប៉ុន្តែនេះខ្ញុំចង់បញ្ជាក់ថាចេះមនុស្សស្រីដែលធ្លាប់ផាត់ប្តីទី1ទី2មនុស្សស្រីដែលតាក់ទងប្តីគេកុំរិះគន់ខ្ញុំអន់ឈឺចាប់ជាមួយអ្នកទេពីព្រោះអ្នកមិនល្អទេចាខ្ញុំមានអ្វីដែលអ្នកកំពុងតែ
តែអត់មានពីព្រោះសន្តានចិត្តរបស់ខ្ញុំនិងកំណត់បេះដូងរបស់ខ្ញុំគឺខ្ញុំអត់តាក់ទងប្តីគេប៉ុន្តែអ្នកតាក់ទងប្តីគេអញ្ចឹងបើថាលៀងខ្លួនឯងមិនជ្រះកុំមករិះគន់ខ្ញុំទៅមើលកំហុសរបស់ខ្លួនយើងថាយើងកំពុងធ្វើអីហើយខ្ញុំជម្រាបជូនថាខ្ញុំទោះអត់បាយហូបក៏ដោយខ្ញុំមិនម៉ាញចាំកូនពីម្នាក់ឯងខ្ញុំពិបាកមិនស្រួលទេរាល់ថ្ងៃខ្ញុំពិបាកប៉ុន្តែឲ្យខ្ញុំតាក់ទងប្តីគេអត់ទេមិនមែនដើម្បីរស់បានទៅក្បត់មនសិការខ្លួនឯងទៅតាក់ទងប្តីនេះទៅតាក់ទងប្តីនោះគេហៅទៅបានលុយពី200អ្នកខ្លះបានពី3000អីចឹងទៅខ្ញុំមិនស្អប់ទេអ្នកដែលគាត់បែបហ្នឹងប៉ុន្តែខ្ញុំចង់និយាយថាបើខ្លួនឯងបែបហ្នឹងហេតុអីមករិះគន់ខ្ញុំកុំរិះគន់ខ្ញុំអត់ដែលមានទាំងអស់ហ្នឹងឯងអ្នកកំពុងធ្វើខ្ញុំអត់ដែលធ្វើទេហើយអ្នកខ្លះពាក់ព័ន្ធនឹងលុយកាក់ទូរស័ព្ទរបស់ខ្ញុំក៏ចាស់7ឆ្នាំហើយទូរស័ព្ទខ្ញុំ Oppo A9 ចេញឆ្នាំ2017ខ្ញុំនៅប្រើនេះវីដេអូបងថតទូរស័ព្ទ Oppo របស់ខ្ញុំអូនខ្ញុំឲ្យហើយរឿងតាក់ទងជាមួយប្រទេសក្រៅអ្នកខ្លះមិនទាំងស្គាល់ Western ដែលតាមរយៈ Acida នេះធនាគារ Western អ្នកខ្លះមិនទាំងស្គាល់ផងមករិះគន់យើងរឿងលុយរឿងកាក់ដែលផ្ញើមកពីប្រទេសក្រៅខ្ញុំឆ្ងល់ថាបើនៅស្ងៀមទៅប្រថៃមនុស្សខ្ញុំអត់ចូលចិត្តលាក់ទេចាខ្ញុំធ្វើអីខ្ញុំគិតថាអូអ្នកឯងជំរឿនខ្ញុំរាប់ហើយបានខ្ញុំនិយាយឲ្យលឺមិនមែនអួតទេនិយាយឲ្យលឺខ្ញុំជប់ដោយសារមនុស្សអត់ចូលចិត្តលាក់លៀមប៉ុន្តែមនុស្សដែលគេអត់និយាយគេលាក់លៀមបងប្អូនមើលទៅអ្នកដទៃគេគិតថាម្នាក់នឹងត្រឹមត្រូវអត់ចេះញ៉ៃរឿងបោកឈ្មោលទេចារុំទុំល្អណាស់ប៉ុន្តែតាក់ទងប្តីគេប៉ុន្តែប្រឹងធ្វើខ្លួនមិនលាក់មិនកុំឲ្យគេដឹងដើម្បីឲ្យគេថាខ្លួនឯងនឹងល្អហើយមនុស្សដែលរិះគន់គេរិះគន់យើងទៅប្រាប់អ្នកដទៃមនុស្សហ្នឹងគឺចង់ឲ្យគេអ្នកដទៃគេថាអូគេនឹងល្អហើយចាហើយតាក់ទងរឿងលុយកាក់ខ្ញុំចង់តែសួរថាស្គាល់ធនាគារនឹងអត់អ្នកខ្លះមិនទាំងដែរស្គាល់ធនាគារ Western ហ្នឹងផងមិនដឹងគេបើកលុយពីប្រទេសក្រៅបៀបមិនផងមករិះគន់យើងការរិះគន់តែกระดาษហ្នឹងសុកបានអត់បានទេกระดาษហ្នឹងមិនសុកបានទេតែបើយើងបើកម្ដងហើយខាងធនាគារគេប្រាប់បើយើងមានគណនី Acida លុយខ្មែរនិងលុយដុល្លារឬក៏គណនីABA បើយើងបានហើយយើងទៅគេប្រាប់យើងតែម្ដងថ្ងៃក្រោយគេផ្ញើមកយើងអាចវាយលេខកូដបញ្ចូលតាមកុងយើងបានតាមកុងខ្មែរដូរទៅលុយដុល្លារបានចូលកុងដុល្លារចាมันបាច់ពិបាកទៅដល់ធនាគារអាហ្នឹងបើសិនជាយើងចេះគេផ្ញើបានម្ដងហើយយើងទៅខាងធនាគារហ្នឹងគេប្រាប់យើងហើយថ្ងៃសាក្រោយយើងអាចធ្វើបានខ្លួនឯងមិនបាច់ពិបាកទៅដល់ធនាគារម្ដងទៀតគឺយើងវេខ្លួនឯងហ្មងវេជាលុយខ្មែរបដូរជាលុយខ្មែរចូលមកក្នុងគណនីលុយខ្មែរហើយបានយើងបដូរជាដុល្លារបាញ់ចូលលុយដុល្លារវិញប៉ុណ្ណឹងច្បាស់អត់អ្នកដែលរិះគន់ខ្ញុំហើយបើថាបងអើយចាំបើកលុយបានអូនអើយចាំបើកលុយបានអូនឯងដកលុយនឹងយកមកគុកក្បាលបងផងឲ្យបងឃើញហ្នឹងបានបងអស់ចិត្តបើមិនអញ្ចឹងបងនៅតែមិនជឿទេបងនៅគិតថាអូអូនឯងអួតអាងក្អេងអាងចេះចុះប្រាប់មកប៉ុន្តែទៅធ្វើអញ្ចឹងទៅអីហេតុអីបានមិនរស់រៀងខ្លួនបើខ្លួនឯងមានបានដោយសារការតាក់ទងប្តីគេក៏មានទៅខ្ញុំអត់ដែរមើលងាយអ្នកណាទេខ្ញុំនិយាយតាមត្រង់បើស្រីខូចតែមកគាត់ដែរមើលងាយគេទេគឺគាត់ធ្វើម៉េចខ្លួនគាត់ឲ្យគាត់សុខសប្បាយគាត់សុខសាន្តគាត់រើលុយបានឲ្យគាត់ទៅរិះគន់អ្នកនេះអ្នកនោះអូមិនចាំមើលបំណាំអ្នកនោះមានតាក់ទងមួយអាណាអត់មានបានលុយមកពីគេមកដែរឬក៏អត់ឬក៏បានតែនិយាយគ្នាអីធម្មតាទេអត់បានលុយបានកាក់ទៅចាំបាច់ធ្វើចឹងតែអីបើស្រីខូចតែមកគេអត់ខ្វល់ទេណាស់តែស្រីដូចថាស្រីខូចដែរប៉ុន្តែតាំងខ្លួនជាស្រីល្អអាហ្នឹងហើយដែររិះគន់គេហើយអ្នកដែលផ្ដាំតាមរយៈដែលស្គាល់មកហ្នឹងមិនបាច់ផ្ដាំទេបើថាមិនទេយកក្តាស់នឹងទៅឲ្យលឹកជង្គង់ស្វែងគុំខ្ញុំយកក្តាស់នឹងទៅឲ្យមើលនៅមួយស្លឹកទៀតវាហួសហេតុពេកពេលខ្លះចង់ឆ្ងល់ថាហេតុអីបានមនុស្សយើងមានមនុស្សប្រភេទហ្នឹងតែវីដេអូចុងក្រោយចាវីដេអូហ្នឹងមិនមែនវីដេអូចុងក្រោយដែលខ្ញុំធ្វើវីដេអូប៉ុន្តែនិយាយពាក្យចុងក្រោយសូមផ្ដាំទៅថាមនុស្សស្រីដែលតាក់ទងប្តីគេមានបានលុយដោយសារប្តីគេហើយនឹងមនុស្សស្រីដែលផិតប្តីកុំរិះគន់ខ្ញុំកុំឲ្យរឺច្រើនដងពេកម៉ាស់គេនៅកន្លែងណាគឺខ្ញុំចូលចិត្តដាក់វិញនៅកន្លែងហ្នឹងហ្មងគូតអ្នកឯងរើស៊ីមានបានដោយសារគូតអ្នកឯងមានបានទៅ
អ្នកខ្លះគេមិនទាន់បាននិយាយស្អីមួយគ្នាឲ្យដាច់មកដាច់ដាច់ឬក៏គេមិនទាន់បានកាន់ដៃគ្នាបន្តិចផងក៏គេទទួលបានលុយដែរទាំងម៉ឺនដែរហើយយើងចាំបាច់យកគ្នាទៅប្រៀបធៀបមួយគ្នាទៅអីអ្នកខ្លះហៅមកនិយាយប្រាប់ខ្ញុំរិះគន់អ្នកនេះអ្នកនោះទៅពេលចេញពីយើងយករឿងយើងទៅនិយាយប្រាប់អ្នកនោះអូយស្អប់ណាស់មនុស្សបែបនឹងច្រើនផុតពូតគេធ្វើអីធ្វើទៅតែមានបានអាសាអីមានបានទៅសំខាន់យើងបើយើងតាក់ទងប្តីគេទៅយើងនៅឲ្យស្ងៀមទៅស៊ីចុកឲ្យស្ងៀមទៅកុំលាក់លៀមតាក់ទងប្តីគេឲ្យលាក់លៀមតាំងខ្លួនឯងចំនួនល្អទៅរិះគន់គេអ្នកដទៃដែលគេមិនបានតាក់ទងប្តីគេផងកុំអញ្ចឹងធ្វើខ្លួនឲ្យថ្លៃថ្នូរអាខ្លួនថោកទាបចឹងហើយតាក់ទងប្តីគេអញ្ចឹងហើយណាធ្វើចរិតឲ្យរៀងថ្លៃថ្នូរបន្តិចកុំធ្វើមើលធ្វើលាក់លៀមដើម្បីគេថាខ្លួនឯងល្អតែខ្លួនឯងលួយក្នុងកុំលាងខ្លួនឯងជ្រះកក់សក់ពីក្បាលដល់ចុងជើងដុសស្បួរជ្រះសិនមើលខ្លួនឯងឲ្យត្រឹមត្រូវសិនចាំទៅរិះគន់អ្នកដទៃប៉ុន្តែបើអាចមិនរិះគន់អ្នកដទៃបានគឺមិនបាច់រិះគន់ទេរឿងគេធ្វើអីធ្វើទៅបើថាគេនិយាយរឿងអីប្រាប់ឲ្យស្ដាប់ទៅបើថាយើងចង់ស្ដាប់ប្រាប់ថាកុំនិយាយប្រាប់ខ្ញុំមិនចង់ស្ដាប់ទេប៉ុណ្ណឹងបានចាំបាច់ទៅហែលលឺដងគេទៅអី